ទង្វើដ៏ខុសខើរបស់ទាហានថៃបានបាញ់សម្លាប់ប្រជាជនកម្ពុជាជាង 40,000 នាក់នៅឯភ្នំខ្មោចខេត្តព្រះវិហារកូនខ្មែរសៀមម្នាក់មួយដើម្បីឲ្យកូនខ្មែរចំនួនក្រោយដឹងពីភាពខុសខើរបស់ទាហានថៃទាំងអស់គ្នាបន្ទាប់ពីរបបខ្មែរក្រហមរលាយនៅដើមឆ្នាំ 1979 ប្រជាជនខ្មែររាប់សែននាក់បានភៀសខ្លួនទៅប្រទេសថៃដោយសង្ឃឹមថានឹងរកបានជំនួយអន្តរជាតិប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរថៃមេបញ្ជាការទាហានខ្ពង់ខ្ពស់បានសម្រេចដូចផ្ដើមគំនិតដែលគេស្គាល់ថាការបណ្ដេញទៅប្រទេសកំណើតវិញដោយបង្ខំឲ្យជនភៀសខ្លួនខ្មែរទាំងអស់ត្រឡប់ទៅប្រទេសវិញនៅតំបន់ដែលគ្រោះថ្នាក់បំផុតតាមព្រំដែនផងដែរទាហានថៃបានដឹកជនភៀសសឹកដែលជាជនជាតិខ្មែរទៅទម្លាក់នៅលើភ្នំដងរែកបន្ទាប់មកបង្ខំឲ្យពួកគេចុះពីលើភ្នំដើម្បីចូលប្រទេសកម្ពុជាវិញហើយអំឡុងពេលបណ្ដេញជនភៀសសឹកនោះទាហានថៃថែមទាំងបានប្រើកាំភ្លើងអាសល់ M16 M60 បាញ់បង្ក្រប់ពីលើជនភៀសសឹកដែលមិនព្រមសម្រួតខ្លួនចុះនៅក្នុងជ្រលងភ្នំថែមទៀតផងនៅលើភ្នំមានសាកសពជាច្រើនដែលបានស្លាប់ទាំងប្រុសទាំងស្រីដោយសារការបាញ់ដ៏ខុសខើរបស់ទាហានថៃជនភៀសសឹកដែលព្យាយាមចុះតាមជ្រលងភ្នំចូលទៅក្នុងព្រៃរបស់ប្រទេសកម្ពុជាវិញគឺគ្មានសង្ឃឹមក្នុងការរស់រានមានជីវិតនោះទេពលគឺស្លាប់ដោយសារការអត់អាហារអត់ទឹកការជំងឺគ្រុនចាញ់គ្រុនឈាមហើយខ្លះទៀតបានស្លាប់ដោយសារការជន់មីនដែលសេសសល់ពីសម័យសង្គ្រាមមេទាហានថៃដែលត្រូវបានគេចោទប្រកាន់ថានៅឆ្នាំ 1979 ជាអ្នកផ្ដួចផ្ដើមគំនិតដោយបញ្ជាឲ្យបញ្ជូនជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ទៅតាមផ្លូវភ្នំខ្មោចដោយគ្មានសុវត្ថិភាពទាហានថៃរូបនោះមានឈ្មោះថាគ្រឿងស័ក្តិចៅម៉ាណាន់នៅថ្ងៃទី 12 ខែកក្កដាឆ្នាំ 1979 កងទាហានថៃដឹកជនភៀសខ្លួនខ្មែរចំនួន 42,000 នាក់ចេញពីមណ្ឌលជំនួយនងច័ន្ទនិងកន្លែងជាប់ព្រំដែនផ្សេងទៀតមកទម្លាក់នៅលើភ្នំដងរែកការបង្ខំឲ្យជនភៀសខ្លួនខ្មែរចំនួន 42,000 នាក់ឡើងភ្នំដងរែកក្នុងឆ្នាំ 1979 ដោយគ្មានសុវត្ថិភាពជាការល្មើសធ្ងន់ធ្ងរលើឧក្រិដ្ឋមនុស្សជាតិតែបែរជាគ្មាននរណាទទួលខុសត្រូវឡើយដូច្នេះប្រវត្តិនៃភ្នំខ្មោចបានក្លាយទៅជាស្នាមខ្មៅមួយក្នុងទំនាក់ទំនងថៃនិងកម្ពុជានិងជាសេចក្តីរំលឹកដ៏ឈឺចាប់សម្រាប់ប្រជាជនខ្មែរផងដែរអ្នកទាំងអស់គ្នាគួរតែshareម្នាក់មួយដើម្បីឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិខ្មែររបស់យើងពីដើមជាមួយនឹងប្រទេសសៀមផងដែរថាពិតជាខុសខើសាហាវប៉ុណ្ណាអូខេអ្នកទាំងអស់គ្នាអរគុណដែលបានតាមដានវីដេអូ